អូនសំឡាញ់តើមើមសិនរៀងមិនទៅអូនអាពណ៌លឿងនឹងមែនចាអានឹងហើយបងម៉ាក់របស់បងថងមិនមែនកំពុងជឿទេអីបងគិតថានឹងរងាស់សុកមន់ពៅគាត់បន្តិចអូនសំឡាញ់គិតថាបងចេះយកចិត្តទុកដាក់អត់យកចិត្តទុកដាក់ណាស់យីណានរបស់អូនគឺល្អបំផុតហើយចឹងយប់នឹងអូនមានរង្វាន់អីឲ្យបងអត់ទៅរងាស់សុបបងទៅកុំចេះតែចង់កេងចំណេញពីគេគ្រាន់តែចង់ស្និទ្ធស្នាលជាមួយប្រពន្ធសោះហៅថាកេងចំណេញដែរអាឡូថងលីងអ៊ឺឯងឆាប់មកមន្ទីរពេទ្យថងកុំភ័យនិយាយមួយមកតាមបានឆយដែលត្រូវគេបិទសរសៃនឹងគេបានហៅគ្រូពេទ្យទេវតាមកហើយថានឹងប្តឹងឯងពីបទព្យាបាលខុសច្បាប់ថែមទាំងចង់វាយកំទេចមន្ទីរពេទ្យទៀតស្អីគេពួកគេកំពុងនៅបន្ទប់វេបពេលនេះលោកនាយកលូខាត់ក៏មិនស្ដាប់ដែរឯងឆាប់មកខ្ញុំទៅឥឡូវហើយប្រពន្ធសម្លាញ់អ្នកណាទេមកនឹងអត់មានអីទេថងហៅអូនទៅដល់លេងបងនៅផ្ទះធ្វើស៊ុបឲ្យឆ្ងាញ់ទៅតិចទៀតអូនមកវិញហើយចឹងអូនធ្វើដំណើរប្រយ័ត្នផងអូមែនហើយចង់ឲ្យបងជូនទៅអត់មិនបាច់ទេបងនៅធ្វើស៊ុបទៅបានហើយបាទប្រពន្ធសម្លាញ់បាយយីណានម្ដងនេះទុកឲ្យអូនជាអ្នកការពារបងម្ដងកន្លែងកញ្ចាស់សោះនឹងហ៊ានហៅថាបន្ទប់វេបដែរលោកសូមប្រយ័ត្នពាក្យសម្ដីផងប្រយ័ត្នពាក្យសម្ដីអាពេទ្យបោកប្រាស់ដូចឯងមានសិទ្ធអីមកនិយាយរឿងវិជាពេទ្យជាមួយយើងលោកនាយកលោកខ្ញុំសូមទូនមានឲ្យលោកស្គាល់កាលៈទេសៈខ្លះទៅគ្រូពេទ្យទេវតាពីនគឺជាអ្នកស្នងត្រកូលពេទ្យទេវតាផ្ទាល់ណាម្ជុលតែមួយដើមអាចព្យាបាលជំងឺរាប់រយមុខបានអ្នកណាថាលោកនាយកលូរបស់យើងជាពេទ្យបោកប្រាស់ជីនាងនឹងហើយមែនទេដែលជា net idol live video នោះខ្ញុំគឺស៊ូយីលីងតើលោកមានការអីដែរឬថានាងបានរកអាគ្រូពេទ្យដៃខ្មោចឬដៃស្មោកគ្រោកអីណាមកបិទសរសៃវាងឆនមែនទេគួរឲ្យចង់សើចមែនអាវិជាមចូលធានឆាងអីនឹងសុទ្ធតែជារបស់បោកប្រាស់សោះថ្ងៃនេះយើងនឹងឲ្យពួកឯងបានបើកភ្នែកមើលថាតើអ្វីទៅជាវិជាពេទ្យពិតប្រាកដត្រកូលពេទ្យទេវតាហ៊ានបញ្ចេញមជុលនៅមុខប្រពន្ធអញផងនរណាឲ្យថ្លើមឯងធំម្លេះមើលឲ្យច្បាស់ទៅនេះទើបគេហៅថាវិជាពេទ្យពិតប្រាកដមិនបានទេ